Ê. Sen sủi san xuôi một đọc tè hỏi. Ta dư. Ca rục si mùi dạng đi dạng mệt đấy. Ha ha. Cứ kể.នៅពេលក្រោយបាននាងឃើញមនុស្សមួយក្រុមនោះត្រូវដើរឲ្យឆ្ងាយគ្មាននរណាម្នាក់ល្អទេជាពិសេសគឺ Zhao Fuan ចៅ Fuyan ដែលជាមេគេនឹងហើយគឺ Zhao Fuan គាត់នៅទីនេះញឹកញាប់មែនទេមិនមែនត្រឹមតែនៅញឹកញាប់ទេគឺគេរស់នៅជាន់ខាងលើហាងអ៊ីនធឺណិតនោះគេជាអ្នកកាន់កាប់មិនដឹងថាថ្ងៃនៅសំងំធ្វើស្អីខ្លះទេក្នុងនោះថ្ងៃក្រោយបាននាងឃើញគេត្រូវដើរវៀងជាវស៊ុយសៀវស៊ុយអ្វីដែលខ្ញុំនិយាយអំបញ្ញមិញនាងចាំទេម៉ាក់ហៅម៉ាក់ធ្វើអីនៅមិនឆាប់ទៀតទៅជួយយូវ៉ាលីបងស្រីអញទៅបាទបងស្រីបងស្អាតណាស់បើសិនជាមិត្តភក្តិខ្ញុំបានដឹងថាខ្ញុំមានបងប្អូនជីដូនមួយស្អាតបែបនេះច្បាស់ជាចំណែនស្លាប់ហើយឯងនេះក្មេងក្បាលខូចលោកយាយបងស្រីជីដូនមួយមកដល់ហើយអូសែនឈើចៅធំប៉ុណ្ណេះហើយតោះឆាប់ឡើងទៅខាងលើទៅតោះនេះជាកាដូដែលខ្ញុំទិញផ្ញើអ្នកទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តមកដល់ផ្ទះហើយចាំបាច់ទិញកាដូធ្វើអីមែនហើយនាំតែអស់លុយទេបងស្រីបងពិតជាល្អចំពោះខ្ញុំណាស់ទុយទេពធីតាអញ្ចឹងវ៉ាវខ្សែដៃនេះរបស់ពិតឬคล้ายមិនមែនคล้ายទេបានធានានឹងវិក័យបត់នៅខាងក្រោមអាចមើលបានសិនឈើរបស់នេះថ្លៃពេកហើយនាំតែអស់លុយទេយាយមិនអាចទទួលយកបានទេលោកយាយមីងទទួលយកទៅនេះជាលុយដែលអ្នកមីងថែងជូនម៉ាក់ខ្ញុំទិញឲ្យទេលោកយាយនិងមីងរបស់ឯងនឹងមិនដែលស្គាល់របស់ស៊ីវិល័យទេឯងទិញរបស់អស់នឹងឲ្យពួកគាត់ប្រហែលជាមិនស្គាល់សំបីតែឈ្មោះផងទិញជាមាសឬប្រាក់ឲ្យពួកគាត់ទៅមានប្រយោជន៍ជាងសំលេងគិតអូហូមើលទៅដូចជាទិញត្រូវចិត្តហើយសែនឈីធ្វើដំណើរមកហត់ហើយដងសេដងជឺនាំបងឯងទៅបន្ទប់សម្រាប់ទៅបាទបងស្រីតាមខ្ញុំមកទៅចុះយ៉ាប់មែនម៉ាក់វាជាតារាល្បីចាយលុយដូចទឹកឯងគិតមើលបើសិនជាសែនឈីមិនត្រឡប់មករៀននៅទីនេះទេប្រហែលជានឹកមិនឃើញសាច់ញាតិក្រីក្រដូចពួកយើងផងមិនដឹងសែនឈីនឹងត្រជាកង្ខាងស្ដាប់មិនសូវបានទេតែឯងនិយាយស្អីក៏ប្រយ័ត្នមកបន្តិចទៅមិនអីទេម៉ាក់បងស្រីទោះសំអាងនេះម៉ាក់ខ្ញុំទៅតែនាំយាយទៅផ្សារគ្រឿងសង្ហារឹមទិញថ្មីកាលពី2ថ្ងៃមុនពួកគាត់ថាបងមកពីទីក្រុងប៉េកាំងផ្ទះយើងក៏ខ្លាចបងមិនទម្លាប់ហើយមិនចូលចិត្តអត់ទេបងចូលចិត្តណាស់អញ្ចឹងល្អហើយខ្ញុំចេញទៅក្រៅសិនហើយទោះបីជាមិនស៊ីវិល័យដូចនៅប៉េកាំងតែការពិតទៅក៏មិនអន់ដែរមើលនោះស្អាតណាស់មែនហើយពួកក្មេងនៅខាងក្រោមលោឡារឿងអីហ្នឹងនិយាយថាថៅកែស្រីហាងលក់ចាប់ហួយនៅទល់មុខមានបងប្អូនជីដូនមួយមកពីទីក្រុងកូនគាត់កំពុងអួតប្រាប់គេបងប្អូនមកពីទីក្រុងអាចជាគេទេនិយាយថាជាសឹកទេមកសាលាវិទ្យាល័យទី1របស់យើងទៀតផងឆៅយ៉ានជើយ៉ានស្អែកឯងទៅសាលាទេចាំមើលអារម្មណ៍ស្អែកសិនអាហាមកពីសាលាអន្តរជាតិឆេងឆឹងស៊ីនឆឹងបាននៅរក្សាពិន្ទុបានល្អបែបនេះរហូតប្រហែលជាអាចប្រជែងតំណែងសិស្សពូកែប្រចាំខេត្តបានចាប់ពីពេលនេះទៅខ្ញុំគឺជាគ្រូប្រចាំថ្នាក់របស់នាងបន្តិចទៀតទៅយកសៀវភៅនិងឯកសណ្ឋានជាមួយប្រធានថ្នាក់ទៅអរគុណអ្នកគ្រូនាងផ្ទេមកពីទីក្រុងប៉េកាំង